រដូវស្លឹកឈើជ្រុះក្នុងសតវត្សឆ្នាំ80នៅតាមទីជនបទដ៏ស្ងប់ស្ងាត់មួយនៃប្រទេសកូរ៉េខាងត្បូងខ្យល់ត្រជាក់ចាប់ផ្ដើមបោកបក់កសិករគ្រប់គ្នាតែងតែត្រឡប់មកផ្ទះវិញមុនពេលព្រះអាទិត្យលិចទីនោះជាកន្លែងដែលមនុស្សគ្រប់គ្នាស្គាល់គ្នាហើយទ្វារផ្ទះមិនដែលបានចាក់សោនោះទេប៉ុន្តែភាពស្ងប់ស្ងាត់នេះត្រូវបានបំផ្លាញជារៀងរហូតមានពាក្យចចាមរាមួយបានលេចឡើងក្នុងចំណោមអ្នកភូមិពួកគេនិយាយតៗគ្នាថាប្រសិនបើមានមនុស្សស្រីហើយស្លៀកពាក់ពណ៌ក្រហមដើរនៅក្រៅផ្ទះក្នុងយប់ដែលមានភ្លៀងធ្លាក់តើអ្នកនឹងអាចរស់រានត្រឡប់មកផ្ទះវិញទេមនុស្សជាច្រើនគិតថាវាគ្រាន់តែជារឿងប្រឌិតដើម្បីបំភ័យក្មេងៗរហូតដល់ថ្ងៃមួយប៉ូលីសបានទទួលការហៅទូរស័ព្ទមួយដែលនាំឲ្យពួកគេទៅកាន់ករណីឃាតកម្មស៊ីរីលដ៏រន្ធត់បំផុតអាថ៌កំបាំងបំផុតនិងអូសបន្លាយពេលយ៉ាងយូរបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសកូរ៉េខាងត្បូងករណីដែលប៉ូលីសជាង2លាននាក់ប្រើរយៈពេលរាប់សិបឆ្នាំដើម្បីតាមប្រមាញ់មនុស្សម្នាក់ដែលគ្មានអ្នកណាដឹងថាគាត់ជាអ្នកណានោះទេរឿងរ៉ាវដ៏គួរឲ្យខ្លាចនេះបានចាប់ផ្ដើមនៅខែកញ្ញាឆ្នាំ1986នៅទីក្រុង Fason នាសម័យនោះមិនមែនជាទីក្រុងទំនើបដែលមានភ្លើងពណ៌ឡើយវាគឺជាតំបន់កសិកម្មសម្បូរទៅដោយវាលស្រែនិងផ្លូវដីក្រហមតូចៗថ្ងៃទី15ខែកញ្ញាឆ្នាំ1986លោកយាយលីវ៉ាន់អ៊ីមអាយុ71ឆ្នាំបានធ្វើដំណើរទៅលេងផ្ទះកូនស្រីរបស់គាត់លោកយាយលីគឺជាស្ត្រីម្នាក់ដែលចិត្តល្អរស់រាយនិងស្រឡាញ់ចៅគាត់ណាស់គាត់គ្រាន់តែចង់ចំណាយពេលវេលាដ៏កក់ក្ដៅមួយជាមួយនឹងគ្រួសារតែប៉ុណ្ណោះនៅព្រឹកបន្ទាប់គាត់បានលាកូនស្រីដើម្បីធ្វើដំណើរត្រឡប់មកផ្ទះរបស់គាត់វិញគាត់ត្រូវដើរតាមផ្លូវលំកាត់វាលស្រែដែលមើលទៅហាក់ដូចជាមានសុវត្ថិភាពជាទីបំផុតប៉ុន្តែគាត់មិនដែលបានទៅដល់ផ្ទះឡើយប៉ុន្មានម៉ោងក្រោយមកគ្រួសារចាប់ផ្ដើមបារម្ភពេលមិនឃើញគាត់មកដល់ផ្ទះការស្វែងរកក៏បានចាប់ផ្ដើមប៉ុន្តែនឹងវាគ្រាន់តែជាការចាប់ផ្ដើមនៃសុបិនអាក្រក់តែប៉ុណ្ណោះការស្វែងរកក្នុងសម័យនោះគឺការតាមរកនៅតាមដានផ្លូវចាស់ៗដោយសារតែលោកយាយត្រូវដើរពីផ្ទះកូនស្រីត្រឡប់មកផ្ទះរបស់គាត់វិញដូច្នេះគ្រួសារក៏បានចាប់ផ្ដើមដើររកតាមបណ្ដោយផ្លូវលំដីក្រហមនិងផ្លូវកាត់វាលស្រែដែលគាត់តែងតែធ្វើដំណើរជាញឹកញាប់នោះនៅក្នុងសហគមន៍កសិករដែលមនុស្សភាគច្រើនស្គាល់គ្នាគ្រួសារតែងតែសាកសួរអ្នកដែលរស់នៅតាមដងផ្លូវឬក៏កសិករដែលកំពុងតែធ្វើការនៅតាមវាលស្រែថាតើមាននរណាឃើញលោកយាយដើរកាត់ទីនោះដែរឬទេពីម្សិលមិញបន្ទាប់ពីការស្វែងរកដោយខ្លួនឯងក្នុងរយៈពេលប្រមាណម៉ោងមិនមានលទ្ធផលគ្រួសាររបស់លោកយាយក៏បានទៅប្តឹងប៉ូលីសក្នុងសង្កាត់ជួយអន្តរាគមន៍ការរករករបស់ក្រុមប៉ូលីសនិងក្រុមគ្រួសារអ្នកភូមិបាននាំគ្នាដើររាវរកតាមទីតាំងស្ងាត់ៗក្បែរផ្លូវដែលគាត់ធ្លាប់ដើរដូចជាគំនរសម្បើងប្រឡាយទឹកនិងគុម្ពព្រៃរហូតទាល់តែពួកគេបានប្រទះឃើញសាកសពរបស់គាត់ត្រូវបានគេលាក់ទុកនៅក្នុងទីវាលនៅពេលដែលសាកសពរបស់លោកយាយលីវ៉ាន់អ៊ីមត្រូវបានរកឃើញដំបូងឡើយអាជ្ញាធរមិនទាន់ដឹងពីទំហំនៃភាពរន្ធត់ដែលកំពុងរងចាំពួកគេនៅខាងមុខនោះទេតើប៉ូលីសសង្ស័យអ្នកណានៅពេលដែលប៉ូលីសចាត់ទុកករណីនេះគ្រាន់តែជាឃាតកម្មទូទៅតែប៉ុណ្ណោះពួកគេសង្ស័យថានេះប្រហែលជាការប្លន់សម្លាប់ធម្មតាឬក៏ជាស្នាដៃរបស់មនុស្សស្រវឹងខួបឬក៏អ្នកយានល្បែងឬក៏ជនអនាថាដែលដើរកាត់តាមភូមិនោះជាដើមហើយការស៊ើបអង្កេតរបស់ប៉ូលីសในសម័យនោះគឺប៉ូលីសបានធ្វើការស៊ើបអង្កេតតាមបែបប្រពៃណីដែលពួកគេនឹងបានចុះសួរនាំទៅអ្នកភូមិដែលរស់នៅក្បែរទីតាំងកើតហេតុស្វែងរកមើលថាតើមានជនចម្លែកមុខដើរកាត់ទីនោះដែរឬទេពួកគេបានត្រួតពិនិត្យនិងមើលស្នាមជើងនៅលើដីភក់និងប្រមូលសំណាក់សម្លៀកបំពាក់របស់លោកយាយទៅពិនិត្យប៉ុន្តែដោយសារតែកង្វះខាតនៃបច្ចេកវិទ្យានិងដោយសារតែឃាតករធ្វើសកម្មភាពយ៉ាងស្អាតបាតសំណុំរឿងរបស់លោកយាយក៏ត្រូវបានជាប់គាំង
អ្នកភូមិគិតថាវាជាសំណាងអាក្រក់មួយពេលរហូតដល់មួយខែក្រោយមកកន្លងមកមួយខែក្រោយមកនឹងនៅថ្ងៃទី20ខែតុលាឆ្នាំ1986គឺត្រឹមតែ35ថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីការស្លាប់របស់លោកយាយលីជនរងគ្រោះទី2ហ្នឹងគឺជាយុវតីឈ្មោះថាផាក់យ៉ុងសុកនាងមានអាយុ25ឆ្នាំគឺជាក្មេងស្រីដ៏ស្រស់ស្អាតស្លូតបូតនិងនាងកើតក្នុងគ្រួសារកសិករដែលកក់ក្ដៅនិងមានជីវភាពនឹងជាមធ្យមឪពុកម្ដាយរបស់នាងតែងតែស្រមៃចង់ឃើញកូនស្រីនឹងរៀបការមានគ្រួសារដ៏សុភមង្គលមួយនៅថ្ងៃនោះផាកនឹងបានស្លៀកសម្លៀកបំពាក់យ៉ាងស្រស់ស្អាតដើម្បីទៅជួបនឹងបុរសម្នាក់តាមរយៈការណាត់ជួបមើលចិត្តការណាត់ជួបរបស់នាងនឹងបានប្រព្រឹត្តទៅយ៉ាងរលូនរហូតមកដល់ម៉ោងប្រហែលជា8យប់នាងបានធ្វើដំណើរត្រឡប់ពីកន្លែងណាត់ជួបនឹងត្រឡប់មកផ្ទះវិញដោយជិះឡានក្រុងនាងបានដើរពីឡានក្រុងនៅចំណុចផ្លូវជាតិហើយដើម្បីទៅផ្ទះនាងត្រូវដើរថ្មើរជើងកាត់ផ្លូវលំដងងងឹតមួយដែលអមសងខាងដោយវាលស្រែនិងប្រឡាយទឹកនៅយប់ម៉ោង9រហូតដល់ម៉ោង10គ្រួសាររបស់នាងដែលកំពុងរងចាំហូបបាយជុំគ្នាចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលហាក់យំសុកមិនដែលហួសម៉ោងត្រឡប់មកផ្ទះដោយមិនប្រាប់នោះទេដូច្នេះការស្វែងរកក៏ចាប់ផ្ដើមនាយប់នោះភ្លាមឪពុកម្ដាយបងប្អូននិងអ្នកជិតខាងបានកាន់ពិលដើររកតាមផ្លូវលំពីចំណតឡានក្រុងឆ្ពោះមកផ្ទះពួកគេស្រែកហៅផងតែគ្មានសំឡេងឆ្លើយតបមានតែសំឡេងសត្វចង្រិតនិងខ្យល់បក់តែប៉ុណ្ណោះ3ថ្ងៃក្រោយមកថ្ងៃទី23ខែតុលាក្តីសង្ឃឹមរបស់គ្រួសារនាងគឺបានរលាយបាត់ទាំងស្រុងសាកសពរបស់ផាកត្រូវបានគេប្រទះឃើញលាក់នៅក្នុងប្រឡាយទឹកក្បែរវាលស្រែមិនឆ្ងាយប៉ុន្មានពីផ្លូវដែលនាងត្រូវដើរនោះទេហើយទិដ្ឋភាពនឹងកន្លែងកើតហេតុនេះគឺជារឿងដែលឪពុកម្ដាយរបស់នាងមិនអាចបំភ្លេចបានអស់មួយជីវិតដោយឃាតករមិនត្រឹមតែសម្លាប់នាងនោះទេតែបានបំផ្លាញនាងយ៉ាងសាហាវសាកសពរបស់នាងស្ថិតក្នុងស្ថានភាពអាក្រាតកាយហើយអ្វីដែលធ្វើឲ្យគេព្រឺសម្បុរនោះគឺឃាតករបានដោះយកស្រោមជើងវែងរបស់នាងផ្ទាល់មកចងរឹតកដៃរបស់នាងទៅក្រោយខ្នងនិងប្រើសម្លៀកបំពាក់នាងរុំបិទមាត់យ៉ាងជិតនាងត្រូវបានគេរំលោភបំពានប្រភេទយ៉ាងព្រៃផ្សៃមុននឹងត្រូវឃាតករប្រើកម្លាំងដៃឬក្រណាត់រឹតកនាងរហូតដល់ផុតដង្ហើមនៅពេលដែលរបាយការណ៍កសលវិច័យរបស់ផាកយ៉ុងសុកត្រូវបានបញ្ជូនមកដល់ដៃប៉ូលីសភាពភ័យស្លន់ស្លោបានចាប់ផ្ដើមគ្របដណ្ដប់នៅលើស្នងការដ្ឋានប៉ូលីសបានយកសំណុំរឿងរបស់លោកយាយលីនិងសំណុំរឿងរបស់យុវតីផាកយ៉ុងសុកមកផ្ទឹមគ្នាមានដូចជាការរឹតកដូចគ្នាការប្រើសម្លៀកបំពាក់ជនរងគ្រោះមកចងដៃនិងបិទមាត់ដូចគ្នាការរំលោភបំពានផ្លូវភេទដូចគ្នាការលាក់សពនៅទីវាលដូចគ្នាប៉ូលីសបានដឹងច្បាស់ហើយថានេះមិនមែនជារឿងចៃដន្យនោះទេហើយក៏មិនមែនជាការប្លន់សម្លាប់ទូទៅនោះដែរពួកគេកំពុងប្រឈមមុខទៅនឹងឃាតករ serial ភ្លាមនោះចំណាត់ការរបស់ប៉ូលីសបានផ្លាស់ប្ដូរទាំងស្រុងពួកគេលែងចាត់ទុកវាជាសំណុំរឿងដាច់ដោយឡែកទៀតហើយពួកគេបានបង្កើតកងកម្លាំងស៊ើបអង្កេតពិសេសជាបន្ទាន់ប្រចាំការនៅទីក្រុងហ្វាសុងកម្លាំងប៉ូលីសរាប់រយនាក់ត្រូវបានបញ្ជូនឲ្យមកយាមល្បាតនៅតាមដងផ្លូវងងឹតជារៀងរាល់យប់ពួកគេចាប់ផ្ដើមសួរចម្លើយយុវជននិងបុរសដែលរស់នៅក្នុងភូមិទាំងអស់ផ្ដោតទៅលើអ្នកដែលមានប្រវត្តិពាក់ព័ន្ធទៅនឹងអំពើហិង្សាប្រភេទប៉ុន្តែទោះបីជាប៉ូលីសប្រឹងប្រែងយ៉ាងណាក៏ឃាតករម្នាក់នោះឆ្លាតជាងអ្វីដែលពួកគេគិតទៅទៀតគេតែងតែដើរមួយជំហានមុនប៉ូលីសជានិច្ចហើយសំណុំរឿងទី2នេះមិនមែនជាទីបញ្ចប់នោះទេព្រោះបិសាចមួយនេះទើបតែចាប់ផ្ដើមប្រមាញ់របស់វាតែប៉ុណ្ណោះទោះបីជាកងកម្លាំងប៉ូលីសរាប់រយនាក់កំពុងយាមល្បាតនៅទីក្រុងហ្វាសុនទាំងយប់ទាំងថ្ងៃក៏ដោយក៏ភាពងងឹតនៅតែបន្តលាក់អាត់កំបាំងនិងសកម្មភាពរបស់ឃាតករដដែលចូលដល់រដូវរងាឆ្នាំ1986ភាពត្រជាក់បានចូលមកដល់ស្របពេលនឹងក្តីភ័យខ្លាចដែលកំពុងចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តអ្នកភូមិគ្រាន់តែមិនដល់2ខែផង
បន្ទាប់ពីមានការស្លាប់របស់យុវតីផាកបិសាចមួយនេះបានចេញមកប្រមាញ់ម្ដងទៀតហើយលើកនេះវាប្រមាញ់យ៉ាងសាហាវនិងញឹកញាប់ជាងមុនទៅទៀតករណីទី3នៅថ្ងៃទី12ខែធ្នូឆ្នាំ1986ស្ត្រីមេផ្ទះវ័យក្មេងអាយុ25ឆ្នាំម្នាក់ឈ្មោះថាខ្វាន់ចុងប៊ុនបានបាត់ខ្លួននៅម៉ោងប្រហែល11យប់ខណៈពេលដែលនាងកំពុងធ្វើដំណើរត្រឡប់មកផ្ទះវិញតែម្នាក់ឯងរហូតដល់4ខែក្រោយមកទើបគេរកឃើញសាកសពរបស់នាងកប់នៅក្នុងគំនរខ្សាច់ក្បែរប្រឡាយទឹកស្ថានភាពសពរបស់នាងក៏ដូចគ្នាបេះបិទទៅនឹងករណីមុនដៃរបស់នាងត្រូវបានគេចងមកក្រោយដោយខោទ្រនាប់ហើយមុខនឹងក៏ត្រូវបានបិទជិតហើយនាងត្រូវបានគេរឹតក៏សម្លាប់ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ូលីសស្ទើរតែឈួតនោះគឺឃាតករមិនបានរងចាំដល់4ខែដើម្បីសម្លាប់មនុស្សម្នាក់ទៀតនោះទេវាប្រើពេលត្រឹមតែ2ថ្ងៃតែប៉ុណ្ណោះរហូតដល់ករណីទី4នៅថ្ងៃទី14ខែធ្នូឆ្នាំ1986ដដែល48ម៉ោងបន្ទាប់ពីករណីទី3យុវតីឈ្មោះថាលីគីសុកមានអាយុ23ឆ្នាំនាងបានបាត់ខ្លួននៅម៉ោងប្រមាណ11យប់បន្ទាប់ពីនាងចុះពីឡានក្រុងដើម្បីដើរទៅផ្ទះ7ថ្ងៃក្រោយមកសាកសពរបស់នាងត្រូវបានគេរកឃើញនៅក្រោមគំនរចម្បើងក្នុងវាលស្រែមិនឆ្ងាយពីកន្លែងដែលនាងចុះពីឡានប៉ុន្មាននោះទេសាកសពរបស់នាងក៏កាន់តែរន្ធត់ឃាតករគឺបានប្រើប្រាស់ឆ័ត្ររបស់នាងនិងសម្លៀកបំពាក់នាងដោយផ្ទាល់ដើម្បីធ្វើទរណកម្មនិងរឹតកនាងសម្លាប់ការបាត់បង់ជីវិតស្ត្រី2នាក់ក្នុងរយៈពេលត្រឹមតែ48ម៉ោងបានធ្វើឲ្យទីក្រុងហ្វាសុងទាំងមូលធ្លាក់ក្នុងភាពចលាចលសាលារៀននិងរោងចក្រត្រូវបានបង្ខំចិត្តឲ្យសិស្សនិងកម្មការិនីចេញទៅផ្ទះមុនពេលព្រះអាទិត្យលិចបរិបរោះក្នុងភូមិត្រូវបានផ្លាស់ប្ដូរវេនគ្នាដើម្បីដើរយាមនៅចំណុចឡានក្រុងដើម្បីរងចាំទទួលយកសាច់ញាតិរបស់ខ្លួននៅពេលនោះហើយដែលពាក្យចចាមអារាមដ៏គួរឲ្យខ្លាចមួយបានផ្ទុះឡើងទាំងមូលប្រទេសកូរ៉េខាងត្បូងដោយសារតែយុវតីលីគីសុកបានស្លៀកពាក់រ៉ូបពណ៌ក្រហមនៅថ្ងៃដែលនាងត្រូវឃាតកម្មអ្នកស្រុកបានចាប់ផ្ដើមនិយាយតៗគ្នាថាឃាតករតែងតែចេញប្រមាញ់នៅពេលយប់ដែលមានភ្លៀងធ្លាក់ហើយវានឹងសម្លាប់តែមនុស្សស្រីណាដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមតែប៉ុណ្ណោះទោះបីជាប៉ូលីសព្យាយាមបដិសេធថាវាមិនមែនជាការពិតព្រោះជនរងគ្រោះមុនមិនត្រូវបានស្លៀកពាក់ពណ៌ក្រហមនោះទេក៏គ្មាននរណាម្នាក់ស្ដាប់តែស្ត្រីគ្រប់រូបបានយកសម្លៀកបំពាក់ពណ៌ក្រហមរបស់ខ្លួននឹងទៅដុតចោលឬក៏លាក់ទុកមិនហ៊ានពាក់គ្មាននរណាហ៊ានដើរចេញក្រៅនៅពេលយប់មេឃរលឹមនោះទេប៉ុន្តែឃាតករនៅហ្វាសុងនេះមិនខ្វល់ពីសម្លៀកបំពាក់ពណ៌ក្រហមឬក៏អាកាសធាតុនោះទេវាខ្វល់តែពីការបំផ្លាញនិងការបំពេញចំណង់ដ៏ងងឹតរបស់វាតែប៉ុណ្ណោះរហូតមកដល់ករណីទី5នៅថ្ងៃទី10ខែមករាឆ្នាំ1987ត្រឹមតែ1ខែក្រោយមកក្មេងស្រីវ័យក្មេងម្នាក់ឈ្មោះថាហុងជីនយ៉ុងដែលមានអាយុទៅតែ18ឆ្នាំនាងគឺជាសិស្សវិទ្យាល័យដ៏ឆ្លាតវៃម្នាក់ត្រូវបានក្លាយជាចំណីរបស់វានាងកំពុងដើរត្រឡប់ពីរៀនគួរនៅពេលយប់ស្រាប់តែឃាតករអូសចូលទៅក្នុងវាលស្រែជីវិតរបស់នាងត្រូវបានបញ្ចប់យ៉ាងសាហាវខុសខើបំផុតដោយខ្សែក្រវ៉ាត់កាតាបស្ពាយរបស់នាងផ្ទាល់ហើយរហូតមកដល់ករណីទី6ទី7ទី8និងបន្តឃាតករនៅតែបន្តកើតមានជារៀងរាល់ប៉ុន្មានខែម្ដងឆ្លងកាត់ឆ្នាំ1987មក1988និងឈានដល់ទសវត្សរ៍ទី90ជនរងគ្រោះកាន់តែមានអាយុចម្រុះគ្នាមានតាំងពីក្មេងស្រីអាយុ14ឆ្នាំរហូតឡើងដល់ស្ត្រីចំណាស់អាយុ69ឆ្នាំទោះបីជាប៉ូលីសព្យាយាមបង្កើតអន្ទាក់ដាក់កម្លាំងបង្កប់និងបង្កប់ខ្លួនស្លៀកសម្លៀកបំពាក់ជាស្ត្រីដើម្បីចាំចាប់ឃាតករនៅពេលយប់ក៏ដោយក៏ឃាតកររូបនោះហាក់ដូចជាមានភ្នែកទិព្វអញ្ចឹងគាត់អាចមើលដឹងពីចលនារបស់ប៉ូលីសគេចផុតពីការតាមដានហើយវាយប្រហារនៅទីតាំងដែលប៉ូលីសនឹកស្មានមិនដល់ជានិច្ច
គាត់តែងតែបន្សល់ទុកនៅទម្រង់សម្រាប់ដ៏ប្រៃផ្សាយដដែលដើម្បីជាការចំអកទៅកាន់ច្បាប់និងប៉ូលីសរាប់ម៉ឺននាក់ដែលមិនអាចធ្វើអ្វីគាត់បានសួរថាតើប៉ូលីសអាចអត់ធ្មត់នឹងការចំអកនេះបានដល់ពេលណានៅពេលដែលសម្ពាធពីថ្នាក់លើផងនិងពីប្រជាជនកើនឡើងដល់កំពូលប៉ូលីសចាប់ផ្ដើមអស់ជំរឿហើយការស៊ើបអង្កេតក៏ចាប់ផ្ដើមដើរខុសផ្លូវដែលនាំទៅរកការចាប់ខ្លួនមនុស្សស្លូតត្រង់យកទៅធ្វើទារុណកម្មនៅពេលដែលចំនួនជនរងគ្រោះកើនឡើងដល់ 7-8 នាក់សម្ពាធពីប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ទៅលើស្នងការដ្ឋានប៉ូលីសហ្វាសុងថ្នាក់លើបានចេញបញ្ជាដាច់ខាតត្រូវតែចាប់ឃាតករឲ្យបានទោះត្រូវប្រើវិធីណាក៏ដោយដោយសារតែខ្វះខាតភស្តុតាងវិទ្យាសាស្ត្រនិងភាពអស់សង្ឃឹមប៉ូលីសនៅសម័យនោះបានងាកទៅរកវិធីសាស្ត្រសួរចម្លើយដ៏ខ្មៅងងឹតបុរសរាប់ពាន់នាក់នៅក្នុងតំបន់នោះត្រូវបានកោះហៅមកសួរនាំអ្នកដែលមានប្រវត្តិមិនល្អឬសូម្បីតែអ្នកដែលមានអាកប្បកិរិយានិងរូបរាងប្លែកបន្តិចបន្តួចក៏អាចក្លាយទៅជាជនសង្ស័យនិងរងការវាយដំនៅក្នុងបន្ទប់សួរចម្លើយហើយសោកនាដកម្មដ៏ធំបំផុតមួយនៃប្រព័ន្ធយុតិធធម៌បានកើតឡើងនៅករណីទី8នៅខែកញ្ញាឆ្នាំ1988មេស្រីអាយុ14ឆ្នាំម្នាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងបន្ទប់ដេករបស់នាងលើកនេះប៉ូលីសបានប្រកាសយ៉ាងប្រញាប់ប្រញាល់ថាពួកគេបានចាប់ខ្លួនឃាតករបានហើយជនសង្ស័យនោះមានឈ្មោះថាយុនសុងយ៉ូមានអាយុ22ឆ្នាំដែលមានពិការភាពជើងម្ខាងដោយសារតែជំងឺគ្រុនស្វិតដៃជើងតាំងពីក្មេងហើយយ៉ូនជាមនុស្សស្លូតបូតធ្វើការជាជាងជួសជុលម៉ាស៊ីននិងមិនដែលចេះរករឿងអ្នកណាឡើយប៉ូលីសបានធ្វើឲ្យគាត់ក្លាយទៅជាឃាតករដោយរបៀបណាយ៉ូនត្រូវបានប៉ូលីសចាប់ខ្លួនឃុំទុកក្នុងបន្ទប់ងងឹតមិនឲ្យដេកមិនឲ្យពួនរយៈពេល3ថ្ងៃ3យប់គាត់ត្រូវបានគេវាយដំនិងគំរាមកំហែងនិងបង្ខំឲ្យផ្តិតមេដៃលើលិខិតសារភាពដែលប៉ូលីសបានសរសេររៀបចំទុកជាស្រេចដោយសារតែភាពភ័យខ្លាចនិងទ្រាំនឹងទារុណកម្មលេងបាននឹងគ្មានអ្នកការពារក្តីផងនោះយុវជនពិការជើងរូបនេះត្រូវបានបង្ខំចិត្តទទួលសារភាពនៅកំហុសដែលខ្លួនមិនបានប្រព្រឹត្តនោះទេតុលាការបានទោសយ៉ូនសុងយ៉ូឲ្យជាប់ពន្ធនាគារអស់មួយជីវិតប៉ូលីសបានរៀបចំពិធីអបអរសាទរនិងទទួលបានការសរសើរនិងការដំឡើងស័ក្តិដោយទុកឲ្យបុរសស្លូតត្រង់ម្នាក់រលួយយុវវ័យរបស់ខ្លួននៅក្នុងគុកងងឹតសូនឈឹងការចាប់ខ្លួនយ៉ូនហាក់ដូចជាបានដល់ក្តីសង្ឃឹមដល់សង្គមថារឿងរ៉ាវដ៏រន្ធត់នេះបានបញ្ចប់ហើយមនុស្សគ្រប់គ្នាបានចាប់ផ្ដើមដកដង្ហើមធូរទ្រូងប៉ុន្តែការពិតមិនមែនដូច្នេះទេ2ឆ្នាំក្រោយមកក្នុងឆ្នាំ1990និង1991សាកសពស្ត្រី2នាក់ត្រូវបានគេរកឃើញនៅវាលស្រែក្នុងទីក្រុងហ្វាសុងដដែលដែលមានស្នាមរឹតកនិងការចងបិទមាត់ដោយសម្លៀកបំពាក់ដូចគ្នាបេះបិទទៅនឹងករណីមុននេះគឺជាករណីទី9និងទី10សារដល់សាហាមួយបានបញ្ជូនមកកាន់ប៉ូលីសដោយប្រយោលដោយមានអត្ថន័យថាពួកឯងចាប់ខុសមនុស្សហើយគឺអញនៅទីនេះទោះបីជាដឹងថាឃាតករពិតប្រាកដនៅមានសេរីភាពក៏ដោយក៏អាជ្ញាធរមិនព្រមដោះលែងយ៉ូននោះទេដោយសារតែខ្លាចបាត់បង់កិត្តិយសនិងប៉ះពាល់ដល់មុខមាត់របស់ស្ថាប័នខែមេសាឆ្នាំ1991បន្ទាប់ពីការស្លាប់របស់ជនរងគ្រោះទី10ដែលជាស្ត្រីចំណាស់អាយុ69ឆ្នាំអ្វីៗក៏បានប្រែជាភាពស្ងាត់ជ្រងំគ្មានឃាតកម្មថ្មីគ្មានសាកសពត្រូវបានរកឃើញតទៅទៀតទេឃាតករដែលធ្លាប់តែសាបព្រោះភាពភ័យខ្លាចពេញទីក្រុងហាក់ដូចជារលាយបាត់ខ្លួនទៅតាមខ្យល់អាកាសយ៉ាងអាថ៌កំបាំងបំផុតតើគាត់ស្លាប់ហើយឬនៅតើគាត់រត់គេចខ្លួនទៅក្រៅប្រទេសមែនទេឬមួយកំពុងតែរស់នៅដោយស្ងប់ស្ងាត់ខ្លាញ់ខ្លួនជាមនុស្សធម្មតាដើរទិញអីវ៉ាន់នៅតាមផ្សារក្បែរផ្ទះយើងសំណុំរឿងហ្វាសុងដែលបានក្លាយជាសំណុំរឿងត្រជាក់ដ៏ខ្មៅងងឹតបំផុតដែលលាក់ទុកក្នុងទូឯកសារ
របស់ប៉ូលីសរយៈពេលជិត3ទសវត្សរ៍ទោះសារជនរងគ្រោះត្រូវរស់នៅជាមួយនឹងទឹកភ្នែកនិងចម្ងល់ដែលគ្មានចម្លើយរៀងរាល់យប់ថ្ងៃពេលវេលាចេះតែដើរទៅមុខឥតឈប់ឈរនៅឆ្នាំ2019បច្ចេកវិទ្យាកសលវិច័យរបស់ពិភពលោកនិងប្រទេសកូរ៉េខាងត្បូងបានឈានទៅដល់កម្រិតដ៏អស្ចារ្យមួយដែលឃាតកម្មនាសម័យមុននឹកស្មានមិនដល់នោះគឺបច្ចេកវិទ្យា DNA ខ្នាតតូចនាយកដ្ឋានស៊ើបអង្កេតសំណុំរឿងចាស់បានសម្រេចចិត្តបើកប្រអប់សារដែលគ្របដណ្ដប់ទៅដោយធូលីនោះម្ដងទៀតពួកគេបានយកភស្តុតាងចាស់ជាពិសេសខោរនាប់និងសម្លៀកបំពាក់របស់ជនរងគ្រោះទី3ទី4ទី5និងទី7ទី9ដែលរក្សាទុកយ៉ាងប្រុងប្រយ័ត្ននៅក្នុងឃ្លាំងទៅធ្វើតេស្ត DNA សារជាថ្មីពេលនោះលទ្ធផលមិនងងឹតសូន្យសុងដូចមុនទៀតទេអ្នកវិទ្យាសាស្ត្របានរកឃើញសំណាក់ DNA របស់បុរសម្នាក់ដែលជ្រាបជាប់យ៉ាងជ្រៅនៅក្នុងសាច់ក្រណាត់សម្លៀកបំពាក់ទាំងនោះពួកគេបានបញ្ជូន DNA នោះទៅក្នុងប្រព័ន្ធទិន្នន័យឧក្រិដ្ឋជនជាតិរបស់កូរ៉េខាងត្បូងដើម្បីផ្ទៀងផ្ទាត់ម៉ាស៊ីនកុំព្យូទ័របានដំណើរការស្វែងរករហូតទាល់តែលោតសញ្ញាត្រូវគ្នាប៉ូលីសសម្លឹងមើលអេក្រង់កុំព្យូទ័រដោយភាពស្រឡាំងកាំងឈ្មោះរបស់បុរសដែលលោតចេញមកនោះគឺលីឈុនជេអាយុ56ឆ្នាំពេលបច្ចុប្បន្នតើគាត់កំពុងនៅទីណាចម្លើយនោះគឺគួរឲ្យអស់សំណើចមែនទែនហើយនឹងហួសចិត្តបំផុតឃាតករ serial ដែលរដ្ឋាភិបាលចំណាយកងកម្លាំងប៉ូលីសជាង2លាននាក់ដើម្បីតាមប្រមាញ់នោះមិនបានរត់ទៅពួននៅឯណានោះទេគាត់កំពុងតែដេកយ៉ាងស្រួលនៅក្នុងគុករបស់រដ្ឋអស់រយៈពេល25ឆ្នាំមកហើយបងប្អូនឆ្ងល់អត់ថាហេតុអីបានជាគាត់នៅដេកក្នុងគុកអស់រយៈពេល25ឆ្នាំបងប្អូនសាកគិតទៅដល់ករណីបន្ទាប់ពីមានជនរងគ្រោះទី9និងទី10ដែលបានកើតឡើងទៅលើស្ត្រីវ័យចំណាស់69ឆ្នាំក្រោយមកគឺស្ងាត់ដោយពួកគេគិតថាឃាតករហ្នឹងស្លាប់ឬរស់ឬក៏ទៅទីណាឬក៏ទៅក្រៅស្រុកអញ្ចឹងហើយរយៈពេលចាប់ពីពេលហ្នឹងមករហូតហ្នឹងគឺស្ងាត់ដំណឹងឬក៏ស្ងាត់ទង្វើរបស់ឃាតករនឹងឈឹងរហូតមកដល់ពេលនេះទៅប៉ូលីសពិនិត្យ DNA ទៅលោតឈ្មោះរបស់ឃាតករនោះហើយរយៈពេលដែលគាត់ស្ងាត់ហ្នឹងគឺគាត់ត្រូវបានជាប់គុកទៅហើយយើងដឹងអត់ថាគាត់ជាប់គុកដោយសារអីហើយនឹងមានករណីអ្វីទៅបានជាគាត់នឹងត្រូវបានគេចាប់តើគាត់ជាប់គុកដោយពាក់ព័ន្ធទៅនឹងករណីឃាតកម្មមុនដែរទេអញ្ចឹងយើងទៅតាមអញ្ចឹងយើងត្រឡប់ទៅដល់ឆ្នាំ1994វិញ3ឆ្នាំបន្ទាប់ពីឃាតកម្មចុងក្រោយនៅហ្វាសុងលីឈុនជេបានផ្លាស់ប្ដូរទីលំនៅទៅរស់នៅទីក្រុងឆុងជូនៅទីនោះគាត់បានចាប់រំលោភនិងសម្លាប់ប្អូនថ្លៃស្រីរបស់ខ្លួនឯងដែលមានអាយុត្រឹមតែ18ឆ្នាំយ៉ាងសាហាវឃោឃៅបន្ទាប់ពីប្រពន្ធរបស់គាត់នឹងសុំលែងលះលើកនេះគាត់មិនអាចរត់គេចខ្លួនបានទៀតទេប៉ូលីសបានចាប់ខ្លួនគាត់និងកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺពេញមួយរយៈពេល25ឆ្នាំនៅក្នុងគុកលីឈុនជេនឹងត្រូវបានមន្ត្រីពន្ធនាគារនឹងចាត់ទុកថាជាអ្នកទោសគំរូទី1ថ្នាក់ទី1គាត់ជាមនុស្សស្ងៀមស្ងាត់ឧស្សាហ៍ព្យាយាមចេះជួយអ្នកដទៃនិងមិនដែលបង្កចំនួនសូម្បីតែម្ដងមានអ្នកទោសឬក៏ឆ្មាំគុកណាម្នាក់នឹកស្មានដល់ឡើយថាបុរសដ៏ស្លូតបូតម្នាក់នេះគឺជាឃាតករស៊េរីដ៏សាហាវបំផុតប្រចាំប្រវត្តិសាស្ត្រកូរ៉េខាងត្បូងនៅពេលដែលលទ្ធផល DNA ចេញមកប៉ូលីសបានបញ្ជូនក្រុមអ្នកវិភាគចិត្តសាស្ត្រអក្រិតជនដ៏ឆ្នើមបំផុតចំនួន9នាក់ទៅជួបគាត់ដោយផ្ទាល់នៅក្នុងបន្ទប់សួរចម្លើយនៃពន្ធនាគារដំបូងឡើយលីឈុនជេបានបដិសេធយ៉ាងដាច់អហង្ការគាត់ធ្វើមុខស្ងើចហាក់បីដូចជាមិនដឹងរឿងអ្វីទាល់តែសោះប៉ុន្តែក្រុមប៉ូលីស Profiler មិនបានប្រើហិង្សាឬក៏ការគំរាមកំហែងដោយប៉ូលីសចំនួនមុននោះទេគេបានប្រើចិត្តសាស្ត្របង្កើតភាពស្និទ្ធស្នាលនិងនិយាយជាមួយគាត់យ៉ាងស្ងប់ស្ងាត់រហូតដល់ចុងក្រោយពួកគេបានទម្លាក់លទ្ធផល DNA នៅចំពោះមុខគាត់ហើយទីបំផុតរបាំងមុខដ៏ស្លូតបូតត្រូវបានទម្លាក់ចោលលីឈុនជេបានស្នើសុំក្រដាសនិងប៊ិចមួយដើមដោយទឹកមុខស្ងប់ស្ងាត់និងគ្មានអារម្មណ៍ភ័យខ្លាចសូម្បីតែបន្តិច
គាត់បានគូសផែនទីតាំងឃាតកម្មយ៉ាងលម្អិតគាត់ចាំគ្រប់ជ្រុងជ្រោយគ្រប់ផ្លូវនិងគ្រប់សកម្មភាពដែលគាត់បានធ្វើអ្វីដែលគាត់សារភាពបានធ្វើឲ្យប៉ូលីសរន្ធត់សារជាថ្មីម្ដងទៀតគាត់មិនត្រឹមតែសារភាពពីឃាតកម្មទាំង10នៅហ្វាសុងតែប៉ុណ្ណោះទេប៉ុន្តែគាត់បានសារភាពថាគាត់បានសម្លាប់មនុស្សស្រីសរុប15នាក់និងចាប់រំលោភស្ត្រីជាង30នាក់ផ្សេងទៀតដែលប៉ូលីសមិនធ្លាប់បានដឹងវ៉ាវសាហាវប៉ុណ្ណាបងប្អូនហើយទោសមិនដឹងថាគួរតែដាក់ប្រមាណដងឬប្រមាណជាន់ទៅគ្រប់តើគាត់មានគំនុំជាមួយនឹងជនរងគ្រោះមែនទេអត់ទេគាត់ប្រាប់ប៉ូលីសដោយសំឡេងរៀបស្មើថាគាត់សម្លាប់ដោយសារតែគាត់ចង់គាត់គ្រាន់តែត្រូវការបញ្ចេញចំណង់តណ្ហាងងឹតនិងចង់មានអារម្មណ៍ថាខ្លួនឯងមានអំណាចលើជីវិតមនុស្សស្រីដែលទន់ខ្សោយជាងខ្លួនតែប៉ុណ្ណោះគាត់គឺជាអក្រិតជនប្រភេទភីសាយជោផាយ៉ាងពិតប្រាកដដែលគ្មានពាក្យថាវិបដិសារីនៅក្នុងវចនានុក្រមរបស់គាត់ឡើយទោះបីជាលីឈុនជេបានសារភាពក៏ដោយក៏មានឧបសគ្គផ្លូវច្បាប់ដ៏ធំមួយយោងតាមច្បាប់របស់កូរ៉េខាងត្បូងនាពេលនោះបទល្មើសឃាតកម្មមានអាជ្ញាអាយុកាលត្រឹមតែ15ឆ្នាំតែប៉ុណ្ណោះហើយអាជ្ញាអាយុកាលនៃករណីហ្វាសុងត្រូវផុតកំណត់តាំងពីឆ្នាំ2006មកម្ល៉េះនេះហើយដែលនេះមានន័យថាតុលាការមិនអាចកាត់ទោសឬបន្ថែមទោសគាត់ពីរឿងនេះទៀតទេប៉ុន្តែប៉ូលីសមិនព្រមចុះចាញ់ឡើយពួកគេបានបើកសន្និសីទកាសែតជាផ្លូវការប្រកាសប្រាប់ដល់ពិភពលោកនៅឈ្មោះនិងមុខមាត់ពិតរបស់លីឆុងជេទោះបីជាមិនអាចបន្ថែមទោសតែគាត់នឹងត្រូវជាប់គុកអស់មួយជីវិតពីបទសម្លាប់អូនស្រីថ្លៃហើយគាត់នឹងមិនមានឱកាសទទួលបានការលើកលែងទោសជារៀងរហូតអ្វីដែលសំខាន់បំផុតការសារភាពនេះគឺជាការលាងជម្រះភាពអយុត្តិធម៌សម្រាប់លោកយុនសុងយ៉ូនៅចាំយុវជនពិការជើងដែលត្រូវប៉ូលីសចាប់គុកទាំងបំពេញកាលពី30ឆ្នាំមុនទេគាត់បានជាប់គុកអស់រយៈពេល20ឆ្នាំមុននឹងត្រូវដោះលែងដែលមានការបន្ធូរបន្ថយទោសនៅឆ្នាំ2009ប៉ុន្តែគាត់នៅតែរស់នៅជាមួយនឹងឈ្មោះជាឃាតករដដែលពេលនេះការពិតត្រូវបានលាតត្រដាងលីឆុនជេបានសារភាពថាករណីទី8គឺជាស្នាដៃរបស់គាត់មិនមែនជាលោកយ៉ូននោះទេនៅឆ្នាំ2020តុលាការកំពូលបានបើកសវនាការឡើងវិញចៅក្រមបានឱនក្បាលសុំទោសជាសាធារណៈទៅកាន់លោកយ៉ូននិងប្រកាសជាផ្លូវការថាយ៉ូនសុងយ៉ូគឺជាមនុស្សស្លូតត្រង់ទាំងស្រុងគាត់ទទួលបានប្រាក់សំណងជំងឺចិត្តជាង$2 លានសហរដ្ឋអាមេរិកពីរដ្ឋាភិបាលទោះបីជាលុយនេះមិនអាចទិញយុវវ័យរបស់គាត់ត្រឡប់មកវិញក៏ដោយប៉ុន្តែទីបំផុតភាពស្អាតស្អំនិងកិត្តិយសរបស់គាត់ត្រូវបានប្រគល់ជូនគាត់វិញហើយ33ឆ្នាំនៃការរងចាំទីបំផុតស្រមោលកំណាចនៅទីក្រុងហ្វាសុងត្រូវបានលាតត្រដាងរឿងក្តីដ៏ស្មុគស្មាញមួយនេះត្រូវបានបញ្ចប់បាទសូមអរគុណសម្រាប់ការទស្សនានិងការស្ដាប់ការនិទានរឿងមួយនេះរហូតដល់ចប់សូម like និង subscribe ដើម្បីជាកម្លាំងចិត្តដល់ការស្រាវជ្រាវនិងផលិតវីដេអូករណីពិតជុំវិញពិភពលោកនេះជាបន្តទៅទៀតតើអ្នកយល់យ៉ាងណាដែរចំពោះចំណាត់ការផ្លូវច្បាប់ក្នុងករណីនេះសូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោមជួបគ្នានៅរឿងរ៉ាវអាថ៌កំបាំងក្រោយៗទៀតបាទសូមអរគុណ